កំពុងរៀបកម្រងសម្មិត្តស្រីរៀបការតែបែរជាឃើញសង្សារថ្មីនាងឆាតមកគ្រាន់តែឃើញភ្លាមដេកយំទល់ភ្លឺថ្មីនេះមានបុរសម្នាក់បានសរសេរសារមួយជាមួយនឹងពាក្យចេញពីក្នុងចិត្តបង្ហោះក្នុងគណនី Facebook ដ៏សែនជោគជ័យបំផុតដែលគេមិនធ្លាប់ជួបដំបូងឡើយគេបានមានទំនាក់ទំនងជាមួយនឹងសង្សាររបស់គេបានប្រហែលជា6ឆ្នាំតែមិនទាន់ជាបានរៀបការទេចៃដន្យថ្ងៃមួយគេបានឃើញសារមួយដែលមានបុរសម្នាក់ឆាតមកសង្សាររបស់គេដោយគេបានឆាតមកនិយាយថាដល់នៅអូនសម្លាញ់បងនឹកដឹងអត់គេអានហើយទឹកភ្នែកក៏ហូរហើយគេក៏ទះមុខខ្លួនឯងនិងសួរថានេះជាសារដែលសង្សារខ្ញុំសរសេរពិតមែនឬទេតោះឥឡូវយើងមកស្ដាប់សាច់រឿងទាំងអស់គ្នាខ្ញុំមានទំនាក់ទំនងជាមួយនឹងសង្សារខ្ញុំបាន6ឆ្នាំមកហើយយើងមិនដែលប៉ះពាល់ទូរស័ព្ទគ្នានឹងគ្នាឡើយខ្ញុំជឿចិត្តនាងក៏ជឿចិត្តខ្ញុំព្រោះខ្ញុំគិតថាបើស្រឡាញ់រវល់តែសង្ស័យគ្នាវាធ្វើឲ្យពួកយើងទាំងពីរត្រូវមកឆ្លោះគ្នាទទេខ្ញុំទុកចិត្តនាងមករហូតឈានដល់ការចង់រៀបការជាមួយនាងចង់រស់នៅជាមួយនាងអស់មួយជីវិតយើងរស់នៅជាមួយគ្នាអស់មួយរយៈធំហើយតែនាងល្អជាមួយខ្ញុំជានិច្ចទើបធ្វើឲ្យខ្ញុំភ្លេចមិនដឹងខ្លួនសោះឡើយថានាងលួចមានប្រុសថ្មីអស់រយៈពេល1ឆ្នាំជាងហើយទូរស័ព្ទដៃរបស់នាងគ្មានដាក់ password ឡើយនាងមិនដែលលុបការសន្ទនាចាស់ដែលធ្លាប់ឆ្លងឆ្លើយតបជាមួយនឹងគេឡើយប្រហែលជានាងគិតថាខ្ញុំមិនសង្ស័យពីនាងទុកចិត្តរហូតសូម្បីតែការសន្ទនាជាមួយនឹងប្រុសផ្សេងក៏មិនព្រមលុបដែរថ្ងៃមួយនាងបានទៅផ្ទះនៅឯខេត្តហើយក៏ភ្លេចយកទូរស័ព្ទទៅជាមួយបន្ទាប់ពីខ្ញុំចេញពីងុយទឹកក្នុងបន្ទប់ទឹកក៏បានឮសំឡេងឆាតដែលគេផ្ញើមកឲ្យនាងក្នុងនោះគេបានសរសេរថាដល់ហើយនៅអូនសម្លាញ់បងនឹកអូនណាស់ដឹងអត់ខ្ញុំឆ្ងល់ស្អីអីចេះខ្ញុំក៏សម្រេចចិត្តចូលទៅមើលខ្ញុំអស់ទៅលើមើលការសន្ទនាចាស់អស់យ៉ាងណាក៏អស់មិនចេះអស់កាន់តែអស់កាន់តែឈឺចាប់ទឹកភ្នែកខ្ញុំក៏ស្រក់តក់នេះជាអក្សរដែលសង្សារខ្ញុំជាអ្នកសរសេរពិតមែនឬទេអ្វីដែលកាន់តែឈឺចាប់ជាងនេះគឺនាងកំពុងដេកអោបខ្ញុំពេលដែលគេត្រូវការនាងឆ្លៀតទៅក្នុងបន្ទប់ទឹកដើម្បីសម្រេចកាមខ្លួនឯងហើយថតវីដេអូឲ្យគេមើលទៀតនាងប្រាប់គេថានាងស្រឡាញ់គេតែម្នាក់គត់នាងតាក់ទងជាមួយខ្ញុំយូរហើយវាពិបាកក្នុងការបែកគ្នាងាយចាំមើលណាឱកាសល្អនាងថាចិត្តនាងខ្លួននាងចង់នៅក្បែរគេគ្រប់ពេលវេលាគ្រាន់តែខ្ញុំអានហើយខ្ញុំពិតជាមិនអាចទប់ទឹកភ្នែកដែលកំពុងច្រាលចេញមកក្រៅបាននោះទេខ្ញុំបានឮសំឡេងឡានរបស់នាងមកខ្ញុំដឹងថានាងត្រឡប់មកយកទូរស័ព្ទវិញហើយខ្ញុំធ្វើជាគ្មានអ្វីកាត់ឡើងតែខ្ញុំយំរហូតភ្នែកឡើងក្រហមអស់ទៅហើយនាងបើកទ្វារចូលមកខ្ញុំក៏ចាប់ទូរស័ព្ទដើរយកទៅឲ្យនាងមើលមុខខ្ញុំហើយអង្គុយចុះនឹងលើកហេតុផលបែបនេះបែបនោះនាងនិយាយថានាងជ្រុលជ្រោះខ្ញុំថាជ្រុលជ្រោះ1ឆ្នាំអញ្ចឹងហ៎ខ្ញុំមិនយល់ថាហេតុអ្វីនាងត្រូវមកឲ្យខ្ញុំភ្លក់រសជាតិលួចផិតក្បត់ពីក្រោយខ្នងបែបនេះនោះទេត្រូវគេពាក់ស្នែងបើនាងមិនស្រឡាញ់ខ្ញុំហើយមិនប្រាប់ខ្ញុំត្រង់មកនឹងបានខ្ញុំដោះលែងនាងទៅហេតុអ្វីចាំដល់ខ្ញុំដឹងដោយខ្លួនឯងធ្វើឲ្យខ្ញុំឈឺដូចគេកាប់10ពូថៅអញ្ចឹងពួកគេទាំងពីរមានរូបភាពស្វីតជាមួយនឹងគ្នាយ៉ាងសន្ធឹកសន្ធាប់រួមទាំងការសន្ទនាបែបក្តៅសាច់និងផ្អែមល្ហែមផងដែរខ្ញុំមិនយល់ពិតមែនហើយពាក្យទាំងនោះនាងមិនដែលយកមកប្រើជាមួយនឹងខ្ញុំឡើយខ្ញុំមិនយល់ទេខ្ញុំផ្ដោតក្តីស្រឡាញ់ឲ្យនាងអស់ពីបេះដូងហេតុអ្វីត្រូវមកទទួលការតបស្នងដ៏សែនចុកចាប់បែបនេះខ្ញុំធ្វើអ្វីខុសហេតុអ្វីត្រូវរងកម្មបែបនេះឬក៏ជាតិមុនខ្ញុំបានធ្វើខុសដាក់នាងទៅជាតិនេះនាងមកសងសឹកនាងដឹងទេការឈឺចាប់ដែលនាងជះមកលើខ្ញុំវាដូចជាទឹកអាស៊ីតវាដូចជាទឹកអាស៊ីតដែលកាត់ខ្លួនប្រាណបងនិងដំបៅឈឺផ្សាគ្មានថ្ងៃអាចឈប់ឈឺឡើយឲ្យជីវិតខ្ញុំអើយហេតុអ្វីមកត្រូវយំដោយសារនារីប្រភេទនេះខ្ញុំខូចចិត្តរហូតយំទឹកភ្នែកហូរមិនឈប់ខ្ញុំបិទភ្នែកដេកមិនលក់ការសន្ទនារវាងនាងនិងគេ
វាបានដកជាប់នៅក្នុងខួរក្បាលខ្ញុំជានិច្ចហើយវាចាក់ដោតប្រៀបដូចជាដង្កូវប៉ុនមេជើងនៅក្នុងខួរក្បាលអញ្ចឹងវានៅក្នុងក្បាលខ្ញុំនៅក្នុងខួរខ្ញុំគិតដល់តែការសន្ទនានោះក្តីឈឺចាប់និងការសន្ទនានោះវាមកតោងលងបន្លាចខ្ញុំគ្រប់ពេលវេលាអូខេនាងទៅចុះកុំបាច់លួចលាក់អីហើយក៏មិនបាច់អាណិតខ្ញុំដែរមិនបាច់សម្រេចកាមថតវីដេអូឲ្យគេមើលទេទៅដេកជាមួយវាឲ្យស្ងប់ចិត្តហ្មងទៅនាងកាត់ខ្ញុំ10ពូថៅដាច់ជាកង់ទៅហើយនាងធ្វើឲ្យខ្ញុំលែងហ៊ានមានស្នេហាទៀតសំចិត្តនាងហើយនាងទៅចុះការលើកទឹកចិត្តពីអេដមីនផ្ទាល់បងហត់ហើយបងសម្រាប់ចុះថែខ្លួនឯងឲ្យបានល្អណាលុយយើងមានមិនខ្វះទេមនុស្សស្រីល្អដែលកំពុងរងចាំយើងកុំអីទៅឈឺចាប់ជាមួយមនុស្សដែលមិនស្រឡាញ់យើងអីស្រឡាញ់ខ្លួនឯងឲ្យបានច្រើនទៅបងចុះតើប្រិមិត្តយល់យ៉ាងណាដែរចំពោះរឿងនេះ